វាបានទិញខ្យល់បាទនេះជាការធ្វើតេស្តសាកល្បងបំពង់បាញ់ផ្សែងបាញ់ការពារសត្វល្អិតដែលមកទិចដំណាំហូបផ្លែហើយការធ្វើតេស្តនេះបានជោគជ័យហើយការបាញ់ផ្សែងនេះគឺបាញ់ការពារសត្វល្អិតដែលមកទិចដំណាំហូបផ្លែដែលផ្លែពងឲ្យច្រើនល្អផងស្រាប់សត្វល្អិតចង្រៃហ្នឹងវាមកទិចផ្លែឈើហ្នឹងឲ្យស្អុយរលួយខូចអស់ចឹងយើងបាញ់ការពារហើយការបាញ់ផ្សែងនេះគឺបាញ់នៅពេលដែលផ្លែឈើហ្នឹងមានក្តឹបឬក៏មានផ្លែដែលកំពុងតែកាន់ហើយយើងបាញ់ហ្នឹងទៅដើម្បីឲ្យផ្សែងហ្នឹងទៅតោងជាប់ដើមឈើឬក៏ផ្លែឈើហ្នឹងដើម្បីការពារសត្វល្អិតហ្នឹងវាមករោមហើយទិចផ្លែឈើដែលធ្វើឲ្យផ្លែឈើហ្នឹងខូចយើងការពារមុនពេលដែលបាញ់ផ្សែងទៅលើដំណាំហូបផ្លែដែលកំពុងតែកាន់ល្អហ្នឹងផ្សែងហ្នឹងទៅតោងជាប់នឹងមែកឈើដើមឈើផ្លែឈើហ្នឹងធ្វើឲ្យធុំក្លិនផ្សែងហើយធុំចឹងទៅសត្វល្អិតចង្រៃវាហើរមកចង់ទិចផ្លែឈើហ្នឹងឬក៏ចង់មកបំផ្លាញដើមឈើហ្នឹងធ្វើឲ្យដើមឈើហ្នឹងងាប់វាអត់ហ៊ានមកតោងទេដោយសារវាសត្វល្អិតហ្នឹងវាចាញ់ផ្សែងចាញ់ក្លិនផ្សែងដល់អញ្ចឹងទៅវាមកហើរទុំហើយវាហើរបកទៅវិញអញ្ចឹងយើងបាញ់ផ្សែងហ្នឹងដើម្បីការពារមុនកុំឲ្យសត្វល្អិតចង្រៃហ្នឹងវាទៅបំផ្លាញដើមឈើឬក៏បំផ្លាញផ្លែឈើធ្វើឲ្យដើមឈើងាប់ឬក៏ផ្លែឈើខូចព្រោះបើយើងមិនធ្វើអញ្ចឹងទេសត្វល្អិតចង្រៃហ្នឹងវាមកទិចផ្លែឈើហ្នឹងធ្វើឲ្យផ្លែឈើស្អុយរលួយខូចអស់ឬវាអាចទៅបំផ្លាញដើមឈើហ្នឹងធ្វើឲ្យដើមឈើហ្នឹងងាប់ដោយកើតជាដង្កូវចុះដើមឈើដែលដើមឈើហ្នឹងកំពុងតែរីកធំលូតលាស់ល្អផងវាទៅពងកូននៅលើដើមឈើហ្នឹងកើតជាដង្កូវដួងដល់អញ្ចឹងដួងហ្នឹងទៅស៊ីដើមឈើហ្នឹងធ្វើឲ្យដើមឈើហ្នឹងងាប់ឬក៏ទៅស៊ីស្លឹកធ្វើឲ្យស្លឹករិចរិលធ្វើឲ្យយើងចំណាយលុយទិញថ្នាំសម្លាប់សត្វល្អិតមកបាញ់សម្លាប់វាចោលម្ដងទៀតដល់អញ្ចឹងទៅយើងប្រើវិធីសាស្ត្រនេះអស់ដើមទុនតិចលឿនរហ័សចំណេញពេលវេលាហើយងាយស្រួលទុកតាមខ្លួនហើយប្រសិនបងប្អូនណាចង់បានធុងបាញ់ផ្សែងនេះយកទៅប្រើប្រាស់សម្រាប់ការងារស្រែចម្ការប្រចាំថ្ងៃដើម្បីការពារសត្វល្អិតចង្រៃទៅទិចដំណាំផ្លែឈើរបស់បងប្អូនអាចតាក់ទងមកខ្ញុំបានតាមរយៈលេខ098 688 001លេខហ្នឹងអាចតាក់ទងតាម Telegram បានហើយធុងបាញ់ផ្សែងនេះអាចប្រើក្នុងវិស័យកសិកម្មគឺបាញ់បង្អើលក្រែដែលទុំលើស្រូវរបស់បងប្អូនកុំឲ្យវាទុំដោយសារក្លិនផ្សែងឬក៏បាញ់ការពារមូសនៅក្នុងគេហដ្ឋានរបស់បង